ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបធ្វើនំប៉័ងទឹកដោះគោស្រស់មួយមុខនេះផងដែរបងប្អូនអាចធ្វើជាអាហារពេលព្រឹកអាហារសម្រន់ឬក៏ធ្វើឲ្យកូនញ៉ាំទៅសាលារៀនក៏បានដែរគ្រឿងផ្សំរបស់ខ្ញុំថ្ងៃនេះងាយៗគឺមានប៊ឺពងមាន់ទឹកដោះគោស្រស់មួយទឹកដោះគោដែលកូនខ្ញុំបើរាល់ថ្ងៃឥឡូវនេះខ្ញុំនឹងចាប់ផ្ដើមចាក់ទឹកដោះគោស្រស់យើងចូលក្នុងចានហើយបន្ថែមជាមួយនឹងពងមាន់មួយគ្រាប់ក្រោយពីបន្ថែមពងមាន់មួយគ្រាប់ហើយខ្ញុំបន្ថែមអំបិលបន្តិចហើយយើងវាយពងមាន់ជាមួយនឹងទឹកដោះគោស្រស់យើងឲ្យបានសព្វចូលគ្នាយើងធ្វើការវាយពងមាន់និងទឹកដោះគោស្រស់យើងឲ្យបានសព្វល្អហើយឥឡូវនេះយើងងាកមកធ្វើនំប៉័ងរបស់យើងវិញម្ដងនំប៉័ងនេះថ្ងៃនេះខ្ញុំប្រើប្រហែលជា5ទៅ6នំប៉័ងហើយខ្ញុំធ្វើជា2មានកាត់ជាដុំតូចៗនិងធ្វើជាដុំធំៗផងដែរបងប្អូនអាចកាត់នំប៉័ងទៅតាមចំណង់ចិត្តរបស់បងប្អូនបានប្រសិនបើចូលចិត្តធំមិនបាច់កាត់វាជាដុំតូចក៏បានដែរប៉ុន្តែខ្ញុំធ្វើជាវាជា2ប្រភេទថ្ងៃនេះឥឡូវនេះយើងមកដាក់ខ្ទះយើងឲ្យបានក្តៅសិនហើយដាក់ជាមួយនឹងប៊ឺបន្តិចចូលដើម្បីឲ្យនំប៉័ងរបស់យើងឈ្ងុយត្រង់កន្លែងនេះដែរប្រសិនបើបងប្អូនមានជក់ក៏ដូចជាមានអីផ្សេងដែលអាចលាបនៅលើខ្ទះបានបងប្អូនអាចយកវាមកលាបឲ្យសព្វនៅលើខ្ទះរបស់យើងក្រោយពីប៊ឺរបស់យើងបានរលាយសព្វល្អហើយយើងចាប់ផ្ដើមយកនំប៉័ងរបស់យើងមកជ្រលក់ចូលទឹកដោះគោស្រស់និងពងមាន់ដែលយើងបានលាយទុកហើយយើងចាប់ផ្ដើមដាក់ជានៅលើខ្ទះពេលដែលយើងជានៅលើខ្ទះបងប្អូនកុំបើកភ្លើងខ្លាំងពេកបើកភ្លើងតិចហើយប្រែវាពីម្ខាងទៅម្ខាងរហូតដល់នំប៉័ងយើងឡើងពណ៌ស្អាតហើយមើលទៅគួរឲ្យចង់ញ៉ាំប្រសិនបើបងប្អូនធ្វើសូមកុំដាក់ទឹកដោះគោច្រើនដូចខ្ញុំពេកប៉ុន្តែថ្ងៃនេះខ្ញុំដាក់រៀងចូលអញ្ចឹងហើយវាធ្វើឲ្យនំប៉័ងយើងរៀងទន់បន្តិចយើងអាចបន្ថយទឹកដោះគោរបស់យើងរៀងតិចហើយដាក់ពងមាន់របស់យើង2គ្រាប់ប្រហែលជាឆ្ងាញ់ជាងឥឡូវនេះនំប៉័ងរបស់យើងបានពណ៌ស្អាតហើយខ្ញុំចាប់ផ្ដើមលើកដាក់ចានម្ដងក្រោយពីខ្ញុំជានំប៉័ងដុំតូចរបស់ខ្ញុំហើយខ្ញុំមកចាប់ផ្ដើមជានំប៉័ងធំរបស់ខ្ញុំម្ដងខ្ញុំយកនំប៉័ងទៅជ្រលក់ចូលទឹកដោះគោយើងដាក់ដែរហើយដាក់ជានៅលើខ្ទះខ្ញុំធ្វើវាដូចលើកទី1អញ្ចឹងបងប្អូនគ្រាន់តែនំប៉័ងលើកទី2នេះគឺបន្ទះវាធំជាងលើកទី1ហើយយើងប្រើវាចុះឡើងហើយវាមានពណ៌ស្អាតសិនទៅយើងលើកចេញដូចលើកទី1ប្រសិនបើនៅផ្ទះបងប្អូនមានទឹកដោះគោខាំក៏ដូចជាទឹកឃ្មុំក៏អាចបន្ថែមពីលើនឹងទៀតផងដែរសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមានទឹកឃ្មុំនៅផ្ទះអញ្ចឹងខ្ញុំបន្ថែមពីលើនំប៉័ងរបស់ខ្ញុំដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់សូមអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like ឬក៏ Subscribe ផងអរគុណច្រើនបាយបាយ